vẽ bàyរបស់យើងអ្នកគ្រូរបស់ចាំងយូបានប្រាប់ថាកុំធ្វើដូច្នេះទៀតហើយនឹងក៏បានយល់ព្រមហើយក៏បានទៅធ្វើសរសៃគឺដើម្បីយកចិត្តអ្នកគ្រូរបស់ខ្លួនវិញបន្តមកទៀតគាត់ក៏បានសួរថាតើអ្នករស់ឡើងវិញដោយរបៀបណាទៅសូម្បីតែពោធិនដែលស្ថិតនៅដំណាក់កាលទី8ក៏អាចធ្វើដូច្នេះបានដែរចាំងយូបានប្រាប់ថារឿងនេះពិតជាវែងឆ្ងាយរឿងរបស់យើងក៏បង្ហាញមកពីកន្លែងទឹកដីបរិសុទ្ធនេះវិញគឺជាខាងលីសៀវហាបីដូចជារូបសំណាកដែលបង្ហាញអំពីដួងព្រលឹងរបស់អាប៉ែពោធិនក៏ត្រូវបានបែកខ្ទេចអាប៉ែនេះក៏បានទៅប្រាប់ទៅដៃរបស់វាហាក់បីដូចជាបរោះនឹងក៏បានសួរថាតើមានអ្នកណាដឹងខ្លះពីរឿងនេះដែរទេគាត់ក៏បានតតវិញថារឿងនេះគឺគ្មានអ្នកដឹងនោះទេក្រៅពីវាដូច្នេះហើយក៏បានសម្ដែងចោលតាមម្ដងទៅព្រោះថាមានតែមនុស្សស្លាប់ទេទើបអាចរក្សាអាចកម្បាំងនេះបានអាប៉ែនឹងក៏បាននិយាយបន្តទៀតថាឡើងហើយនៅអ្នកនរគ្នានៅទីហាមឲ្យពីណាគេដឹងដែរសោះវាក៏បានយល់ព្រមតែវាពិតជាឆ្ងល់ព្រោះថាព្រឹទ្ធចាគាត់ពិតជាអស្ចារ្យស្ថិតនៅដំណាក់កាលទី8តើគាត់អាចស្លាប់ដូចឆ្នេះដោយរបៀបណាទៅបានថាប្រហែលគឺមានរឿងផ្សេងកើតឡើងចំពោះគាត់អាចថាគឺមនុស្សមកពីខាងកើតប៉ុន្តែយ៉ាងណាក៏ដោយបរោះនឹងបានប្រាប់ថាខ្ញុំពិតជាដឹងពីទឹកដីបរិសុទ្ធខាងកើតច្បាស់ថាពួកគេពិតជាមិនហ៊ានធ្វើដូច្នេះទេព្រោះថាគេពិតជាបានដឹងពីអំណាចរបស់ខ្ញុំយ៉ាងណាក៏ដោយហាបីដូចជារឿងនេះមិនមែនសាមញ្ញទេអាចថាគឺមានអ្នកជំនាញនៅក្នុងសាលាគុណហុងវូមិនដែលគេបានដឹងអំពីវិជាគុណស៊ន់វូស៊ូត្រាមើលទៅជំនាញដែលគេវឹកហាត់នោះគឺជាអស្ចារ្យហើយដែលបានសម្លាប់ជាមួយនឹងតារបស់ពួកយើងបានប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំក៏បានឮថាជាមួយនឹងអាណាចក្រខាងលិចគេក៏បានបញ្ជូនជាមួយនឹងកូនប្រុសរបស់គេទៅកាន់ទីនោះផងដែរហាក់បីដូចជាឥឡូវនេះខាងយើងក៏មិនមែនខាត់បងតែម្នាក់ផងដែរតែមើលខាងគេម្នាក់នោះក៏ខាត់បងដែរព្រោះថាអ្នកខ្លាំងដែលឡាក់ខ្លួននោះច្បាស់ជាបង្ហាញខ្លួននៅពេលនោះហើយឲ្យពួកយើងដឹងចំណែកចាំងយូរបស់យើងវិញកំពុងតែបញ្យល់អ្នកគ្រូរបស់ខ្លួនហាក់បីជាអ្នកគ្រូរបស់ខ្លួននឹងពិតជាមិនសូវជឿមកប្រមាណទេព្រោះថារាងកាយនេះវាពិតជាអាចធ្វើឲ្យចាំងយូរបស់យើងរស់ឡើងវិញបានមើលទៅគាត់ច្បាស់ជាកំពុងតែលាក់បាំងជាពួកខ្ញុំវ័យមួយហើយប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំជឿសួរឆ្នាំយើងក៏បានប្រាប់ថាប៉ុន្តែលើនេះអ្នកគ្រាន់តែស្ថិតនៅដំណាក់កាលទី3តែប៉ុណ្ណោះមនុស្សជាច្រើននោះគឺធានទូច្បាស់ជាចង់មកសម្លាប់អ្នកអញ្ចឹងហើយអ្នកត្រូវតែមានការប្រុងប្រយ័ត្នគាត់ក៏បានបញ្ចេញជាមួយនឹងគម្ពីរដែលសាសងចំពោះចាំងយូរបស់យើងដើម្បីរៀនឲ្យវាទម្លុះកាន់កម្រិតទី4ព្រោះថានេះសុទ្ធតែគម្ពីរកម្រិតខ្ពស់ទាំង5នៃសនវូដើម្បីការពារខ្លួនរបស់អ្នកចាំងយូរបស់យើងបានត្រឹមតែអរគុណព្រោះថាគេគឺបានពឹងផ្អែកលើប្រព័ន្ធតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយព្រោះថាគេពិតជាមិនអាចប្រាប់ជាមួយនឹងអាកំបាំងនេះបានទេអញ្ចឹងហើយអ្នកគ្រូរបស់ចាំងយូក៏បានប្រាប់ឲ្យចាំងយូចាចេញពីទីតំបន់ហាមឃាត់ចាំងយូក៏បានសួរថាហេតុអ្វីបានជាអ្នកមិនចាចេញនៅទីនេះគាត់ក៏បានប្រាប់ថាដោយសារតែខ្ញុំមានរបួសអញ្ចឹងហើយខ្ញុំត្រូវតែនៅទីនេះគឺដើម្បីព្យាបាលរបួសរបស់ខ្ញុំអញ្ចឹងហើយអ្នកគ្រូតែទៅខាងក្រៅដើម្បីមើលចំពោះនិកាយហុងវូមិនរបស់ពួកយើងសិនទៅព្រោះថាឥឡូវនេះអ្នកខ្លាចជាមេដឹកនាំហើយចាំងយូរបស់យើងក៏បានយល់ព្រមហើយក៏បានជាមកខាងក្រៅវិញហាក់បីដូចជាមនុស្សដែលនៅខាងក្រៅចាំគេក៏មិនដឹងថាបាត់តាណាដែរប៉ុន្តែគេក៏បានដឹងពីចំហាយធម្មពលដែលមកពីដែនដីអំពីលីងសៀវប៉ុន្តែជាមួយនឹងកម្លាំងបច្ចុប្បន្នរបស់ខ្ញុំពិតជាមិនអាចយកឈ្នះពួកគេបានទេព្រោះថាខ្ញុំពិតជាអាចប្រយុទ្ធបានជាមួយនឹងតែអ្នកកម្រិតទី5តែប៉ុណ្ណោះបើសិនជាដូចជាមួយនឹងអាប៉ែពោធិច្បាស់ណាស់ថាខ្ញុំពិតជាមិនអាចចាប់ការបានទេឥឡូវនេះខ្ញុំពិតជាមានបន្ទូជាច្រើនចឹងហើយខ្ញុំត្រូវតែអាប់ក្រេតវាកាន់តែខ្លាំងចឹងយូររបស់យើងត្រូវតែឈានទៅដល់កម្រិតទី4នៃអាណាចក្រចឹងហើយគេក៏បានអាប់ដេតទៅគឺជាមួយនឹងធម្មពលនៅកម្រិតរបស់គេសុទ្ធតែកាន់ឡើងជាមួយនឹងវិជាគុណរបស់គេសុទ្ធតែកាន់ឡើងដល់រួមជាមួយនឹងវិជាដៃនៀផងដែរនិយាយទៅគឺសុទ្ធតែឡើងសូម្បីតែវិជាស៊ន់វូស៊ូត្រាក៏បានឡើងកម្រិតផងដែរមើលឥឡូវនេះជាមួយនឹងអាណាចក្រទី5ចុងក្រោយក៏មិនអាចឈ្នះខ្ញុំបានផងដែរខ្ញុំគួរតែមានទំនុកចិត្តហើយសូម្បីតែខ្លាំងនៅទីណាក៏ខ្ញុំមិនខ្លាចដែរនៅពេលដែលខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ច្បាស់ថាពួកយើងនឹងជួបគ្នាឆាប់នេះទឹកដីបរិសុទ្ធទាំង4ចំណែកលោកលីនស៊ីពិតជាមានការឆ្ងល់ជាខ្លាំងហើយអ្វីបានជាអ្នកមកធ្វើបាបចំពោះពួកយើងច្បាស់ថាពួកយើងពិតជាស្មោះត្រង់ចំពោះអ្នកយឺមមកហើយតែយ៉ាងណាក៏ដោយហាក់បីដូចជាពួកគេកំពុងតែចង់ស្វែងរកចាំងយូរបស់យើងប៉ុន្តែលីងស៊ីបានប្រាប់ថាខ្ញុំពិតជាមិនដឹងថាគាត់នៅទីណាទេបានត្រឹមតែខ្ញុំគិតថាព្រោះថាចាំងយូគឺជាក្តីសង្ឃឹមចុងក្រោយរបស់និកាយរបស់ខ្លួនហើយក៏បានត្រាបែកក្បាលទាំងឲ្យចាប់ច្របាច់កក៏បានថាឯងមិនប្រាប់តែងាប់ហើយនៅពេលនោះស្រាតែមានថាពលអ្វីមួយក៏បានវិភាគទៅកាន់ដៃរបស់អាប៉ែក្បាលទាំងឲ្យនឹងដាច់បាត់ទៅថាពិតទៅគឺជាលោកពូហ្វូដែលជាប្រតិចាទី5អាប៉ែនឹងក៏បានថាមើលទៅពិតជាមានអ្នកខ្លាំងនៅទីនេះដែរមែនទេប្រតិចានឹងពិតជាភ្ញាក់ផ្អើលមើលទៅអាប៉ែនេះវាស្ថិតនៅដំណាក់កាលទី5បាត់ទៅហើយយ៉ាងណាក៏ដោយលោកលីនបានប្រាប់ថាពួកគេតែមកពីដែនដីបរិសុទ្ធលីងសៀវអ្នកត្រូវតែប្រុងប្រយ័ត្នព្រោះថាអាប៉ែនោះជាបុត្រាយ៉ាងណាក៏ដោយគាត់ក៏បានប្រាប់ថាអញខ្លាចទេបើខ្លាំងចូលមកទាំងពីរបើយ៉ាងណាក៏ដោយពួកគេបាននិយាយថាសម្បត្តិត្រឹមអ្នកមិនបាច់ចង់ឲ្យលំចាស់របស់ខ្ញុំចូលទេទុកឲ្យខ្ញុំតែម្នាក់គឺគ្រប់គ្រាន់ហើយសម្រាប់អាណាចក្រទី5ដូចជាអ្នកនោះគឺជាមួយនឹងថាពលរបស់អ្នកបានចុះខ្សោយហើយពិតជាអញជិះឈ្នះខ្ញុំដល់របៀបណាទៅប្រតិចាវូក៏បាញ់ថាទោះបីជាកំណើតរបស់ខ្ញុំមិនដូចការពីមុនក៏ដោយសម្បត្តិដូចអ្នកពិតជាយកឈ្នះខ្ញុំបានមែនទេមើលទៅពួកគេពិតជាមានការសោកចំពោះចំពោះប្រតិចាវូ
ជាខ្លាំងគ្រាន់តែជាមនុស្សសម្រាមតែប៉ុណ្ណោះតែអ្នកដឹងថានេះគឺជាកម្ពុជាចំណាត់ថ្នាក់ទាំង10នៅក្នុងដែនដីប្រសិទ្ធទាំង4តំបន់ដែរទេអញ្ចឹងហើយខ្ញុំឲ្យអ្នកស្គាល់អ្វីថាជាអ្នកខ្លាំងពិតប្រាកដទៅមិនបាច់ចាំឲ្យចៅវាយរបស់ខ្ញុំចាប់កម្មទីវាក៏បានបញ្ចេញជាមិនthamពលរបស់វាប្រតិចាវពិតជាភាពឲ្យជាមួយនឹងបច្ចេកទេសកម្រិតទី5វាអាចឈានទៅដល់កម្រិតទី5ចុងក្រោយជាមួយបច្ចេកទេសនេះប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំត្រូវតែប្រយុទ្ធជាមួយគេឲ្យទាន់ពេលវេលាកុំឲ្យគេឈានទៅដល់អាណាចក្រកម្ពុជាឲ្យសោះប៉ុន្តែយ៉ាងណាក៏ដោយជាមួយជំនាញដៅកម្រិតសន្និបាតគេហាក់បីដូចជាមិនធ្វើអ្វីចំពោះជំនាញបាបែបនេះសោះព្រោះថាវាស្ថិតនៅកម្រិតបរិសុទ្ធខ្ពស់មួយទៅការវិភាហារបស់លោកវូពិតជាមិនធ្វើអ្វីបានទេក៏ត្រូវបាបែកក្បាលទាំងឲ្យវិភាហាឡើងរបួសបាត់ហើយកញ្ញាម្នាក់នឹងក៏បាយថាមើលទៅវាពិតជាខុសគ្នាជាមួយកម្រិតត្រឹមតែមួយថ្នាក់តែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយត្រឹមតែមួយកម្រិតគឺវាពិតជាខុសគ្នាយ៉ាងខ្លាំងជាមួយនឹងthamពលវិភាហាប្រតិចាវូក៏បាយថាមើលទៅនិកាយហុងវូមិនរបស់ខ្ញុំត្រូវបានបំផ្លាញនៅថ្ងៃនេះមែនទេយ៉ាងណាក៏ដោយពេលនឹងបានប្រាប់ថាបន្ទាប់ពីអ្នកបានត្រូវជាមួយនឹងម្រាមដៃខ្មៅរបស់ខ្ញុំអ្នកពិតជាស្លាប់ម្ដងតិចប៉ុន្តែបើអ្នកប្រាំពីដំណឹងរបស់បែកចាងយូច្បាស់ថាខ្ញុំពិតជាទុកជីវិតឲ្យអ្នកប៉ុន្តែយ៉ាងណាក៏ដោយប្រតិចាវូពិតជាមិនព្រមទេទោះបីជាខ្ញុំស្លាប់ក៏ដោយចំណាយបែកនឹងពិតជាចោលអារម្មណ៍ជាខ្លាំងមើលទៅបើសិនជាចុកខាងខ្ញុំពិតជាមិនដឹងដល់យ៉ាងណានោះទេស្រាប់នៅពេលនោះចាងយូរបស់យើងក៏បានបង្ហាញខ្លួនតែម្ដងក៏បានមើលចំពោះលោកពូវូហាក់បីដូចជាគាត់ត្រូវជិតពួកដង្ហើមរបស់គាត់បានកាន់តែចុកខ្សោយប៉ុន្តែយ៉ាងណាក៏ដោយប្រព័ន្ធបានប្រាប់ថារួមជាឈាមអមតារបស់អ្នកពិតជាអាចជួយបានចាងយូក៏បានឲ្យឈាមគាត់ផឹកតែម្ដងក៏បានជាមនុស្សរបួសរបស់គាត់អាពីអ្នកនឹងក៏បានយល់ទៅកាន់ចាងយូថាខានជួបគ្នាយូរហើយប៉ុន្តែយ៉ាងណាក៏ដោយចាងយូបានប្រាប់ថាកុំបារម្ភតិចទៀតខ្ញុំពិតជាដោះស្រាយជាមួយឯងគិតនៅក្នុងចិត្តថាឥឡូវនេះកម្លាំងរបស់ខ្ញុំគឺបានដកអស់ចំនួន 30% បាត់ទៅហើយដោយសារតែបង្ហូរឈាមឲ្យលោកពូវូផឹកប៉ុន្តែយ៉ាងណាក៏ដោយប៉ែនឹងពិតជានិយាយលំថាអ្នកគ្រាន់តែជាកម្រិតទី4ពិតជាអាចយកឈ្នះខ្ញុំដល់របៀបណាទៅចាងយូរបស់យើងពិតជាខ្វល់ទៅក៏បានហៅវិភាគ្នាគឺដៃទូនដៃតែម្ដងក៏បានធ្វើឲ្យពូគេឃ្លាតប៉ាំងថយក្រោយប៉ែនឹងក៏បានសរសើរចំពោះសមត្ថភាពចាងយូរបស់យើងពិតជាមិនអន់នោះទេមើលទៅនៅទីនេះពិតជាមានមនុស្សដែលមានទេពកោសល្យដែលខ្ញុំអាចនឹកស្មានដល់ប៉ុន្តែយ៉ាងណាក៏ដោយអាប៉ែដៃត្រូវជាម្ចាស់វាបានប្រាប់ថាចាប់ការលឿនមកអាប៉ែនឹងក៏បានយល់ព្រមដោយសារមិនខ្ញុំបានធ្វើប្រហែលតែប៉ុណ្ណោះវាក៏បានចេញជាមួយនឹងវិជាសម្ងាត់របស់វាបង្កើនជីវthamពលរបស់វាឈានទៅដល់កម្រិតដំណាក់កាលចុងក្រោយនៅកម្រិតទី5ចឹងយូរបស់យើងក៏បានបញ្ចេញជាមួយនឹងជំនាញការផ្លាស់ប្ដូរនេះពួកគឺរបស់ខ្លួនផងដែរជាមួយនឹងកំដាប់ដៃដំរីទាំង4របស់ខ្លួនមួយតែពេលនឹងពិតជាភាពឲ្យស៊ីត្រឹមតែមើលដៃបាទចាងយូរបស់យើងតែប៉ុណ្ណោះគឺដេកស្ប៉ាកតែម្ដងចំណាយប៉ែដៃត្រូវជាព្រះរាជបុត្រានៃដែនដីបរិសុទ្ធលីសៀវបាញ់ថាពិតជាអន់មែនទែនទោះបីជាប៉ែក្បាលតងោនឹងសូមឲ្យជួយយ៉ាងណាក៏ដោយនៅតែប៉ែនឹងបានប្រាប់ថាហើយគ្រាន់តែជាសម្រាមតែប៉ុណ្ណោះកុំឲ្យខ្ជិលចំពោះថ្នាំទិលរបស់ខ្ញុំក៏បានសម្លេះវាចោលបាត់ទៅចំណែកចាងយូក៏បាញ់ថាតើអ្នកពិតជាបានសម្លាប់ជាមួយនឹងប្រជាជនខ្លួនឯងមែនទេវាបានតតវិញថាឲ្យសារតែវាមនុស្សគ្មានប្រយោជន៍ហើយក៏គ្មានតម្លៃទៀតតែអញ្ចឹងមិនបាច់រួចទេអ្នកបន្ទាប់ទៀតគឺឯងហ្នឹងហើយចាងយូរបស់យើងក៏មិនខ្លាចផងដែរព្រោះថាសម្រាប់សម្បត្តិអ្នកត្រឹមតែជាដំណាក់កាលប៉ុណ្ណឹងពិតជាយកឈ្នះខ្ញុំបានមែនទេគ្រាន់តែប្រើជាវិធីសម្ងាត់តែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយប៉ែនឹងបានប្រាប់ថាតែអ្នកដឹងទេជាមួយនឹងអាណាចក្រកម្រិតទី6ពិតជាអាចបើកជានំហោបានហើយជាមួយនឹងអាណាចក្រទី5វាពិតជាមានកម្រិតខុសគ្នាយ៉ាងខ្លាំងចំណែកអ្នកគ្រាន់តែជាអាណាចក្រទី4ចំណែកខ្ញុំបង្កើតជាមួយនឹងអាណាចក្រទី5ដំណាក់កាលចុងក្រោយជាមួយវិធីសម្ងាត់របស់ខ្ញុំតែអ្នកគិតថាពិតជាអាចយកឈ្នះខ្ញុំមែនទេខ្ញុំអាចជាខ្លាំងជាងអ្នក5ដងទៅនោះវាក៏បានបញ្ចេញជាមួយនឹងចង្កកម្ពុជារបស់វាតែទទួលបានអំពីចាងយូរបស់យើង2-3ឆ្នាំមុនសូម្បីតែមនុស្សនៅទីនោះពិតជាភ្ញាក់ផ្អើលផងដែរប៉ុន្តែចាងយូក៏បានបញ្ចេញជាមួយនឹងចង្កកម្ពុជារបស់ខ្លួនផងដែរហើយពេលនឹងក៏ភ្ញាក់ផ្អើលដូច្នេះហើយពួកគេក៏បានចេញតាមពូវិភាគគ្នាតែម្ដងហើយពេលនឹងក៏បានសរសើរចំពោះចង្កកម្ពុជារបស់ចាងយូរបស់យើងចាងយូក៏វាយថាបើសិនជាឯងមិនយកចង្កកម្ពុជារបស់ឯងទេច្បាស់ថាឯងមិនខ្លាំងដូចទៅនឹងដូចដល់ថ្ងៃនេះនោះទេយ៉ាងណាក៏ដោយចាងយូរបស់យើងពិតជាពិបាកទប់ទល់ចំពោះអបិនេះជាខ្លាំងចាងយូក៏បានប្រាយជាមួយនឹងកំដាប់ដៃនេះទប់ទល់ចំពោះការវិភាគរបស់វាប៉ុន្តែហាក់បីដូចជាthamពលរបស់វាពិតជាមិនអត់នោះទេមើលទៅវាពិតជាបានមកវិភាគចំពោះចាងយូរបស់យើងម្ដងទៀតចាងយូក៏បានចេញជាមួយនឹងជំនាញរបស់ខ្លួនអាពេលនឹងពិតជាឆ្ងល់ជាមួយនឹងបច្ចេកទេសសម្ងាត់ដែរចាងវូយើងបញ្ចេញចាងវូក៏បានបញ្ចេញជាមួយបច្ចេកទេសសម្ងាត់ញ៉ាំចំបាំងទេវកថាសត្វចម្លែកត្រឹមតែមួយការវិភាគតែប៉ុណ្ណោះប៉ុន្តែហាក់បីដូចជានៅតែមិនអាចធ្វើឲ្យអាពេលនឹងរងរបួសខ្លាំងប៉ុណ្ណោះទេយ៉ាងណាក៏ដោយមើលទៅខ្ញុំមានតែប្រើជាមួយនឹងកំពីសូនវូស៊ូត្រាក៏បានរួមជាមួយនឹងកំដាប់ដៃដំរីទាំង4ផងដែរក៏បានធ្វើឲ្យនៅទីនោះពេទ្យស្នាមលំហផងដែរអាពេលនឹងពិតជាភ្ញាក់ផ្អើលជាមួយនឹងកម្រិតទី4របស់គេពិតជាអាចធ្វើឲ្យដូច្នេះមើលទៅបើសិនជានៅខាងខ្ញុំច្បាស់ថាគេខ្លាចជាប្រតិចាបាត់ទៅហើយយ៉ាងណាក៏ដោយសារតែប្រើជាមួយនឹងវិជាសម្ងាត់នេះក៏អាចធ្វើឲ្យគេប៉ះពាល់ជាខ្លាំងគឺដោយសារតែគេមានរាងកាយអមតៈនោះទេបើដូច្នោះទេច្បាស់ជាមិនអាចទប់ទល់នឹងស្លាប់បាត់ទៅហើយដោយសារតែមិនចង់ឲ្យខាតពេលយូរចាងយូរបស់យើងក៏បានហត់ទៅវិភាគវាតែម្ដងអាប៉ែនងក៏បានប្រើជាមួយនឹងthamពលជួងនោះវាគឺដើម្បីទប់ទល់ចំពោះការវិភាគរបស់ចាងយូរបស់យើងប៉ុន្តែយ៉ាងណាក៏ដោយត្រឹមតែមើលដៃតែប៉ុណ្ណោះក៏អាចបំបីជាមួយនឹងthamពលជួងដែលខំការពារវាគឺឡើងដីស្ប៉ាកតែម្ដងចំណែកចាងយូរបស់យើងពិតជាហត់នឹងអស់កម្លាំងជាខ្លាំង